ជំរាបសួរប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel Cambodian Horror Story ទីកន្លែងដែលនាំលោកអ្នកទៅកកាយរឿងរ៉ាវព្រេងនិទានអាចកំបាំងនិងអភិរក្សជំនឿខ្មែរពិតៗដែលធ្វើឲ្យលោកអ្នកព្រឺសម្បកគ្រប់វិនាទីចាស់ពីបុរាណតែងតែមានត្រណមយ៉ាងតឹងរឹងមួយថារបស់របរដែលគេបញ្ចុះតាមអ្នកស្លាប់ទោះបីជាមានតម្លៃប៉ុណ្ណាក៏ដោយក៏ហាមដាច់ខាតមិនឲ្យយកមកធ្វើជារបស់ខ្លួនឡើយរបស់ទាំងនោះត្រូវបានគេជឿថាមានម្ចាស់ដែលតាមថែរក្សាហើយវិញ្ញាណម្ចាស់ដើមនឹងតាមទាយកវិញរហូតដល់ខ្សែសង្ខារទោះបីជាអ្នករត់ទៅដល់ទីណាក៏ដោយប៉ុន្តែសម្រាប់មនុស្សដែលងងឹតភ្នែកដែលសារតែសេចក្តីលោភលន់ពួកគេហ៊ានសំបីតែបំពេញបណ្ដាសាដ៏សាហាវនេះថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកញាក់ទៅតាមដានសាច់រឿងអាចកំបាំងខ្មោចយាមកំណប់និងចៅកោះភ្នោសូមលោកអ្នកសម្រួលអារម្មណ៍បិទភ្លើងហើយចូលរួមស្ដាប់រឿងនិទានដ៏ព្រឺព្រួយនេះដូចតទៅកាលពីសម័យសង្គមរាស្ត្រនិយមនៅឯភូមិមួយក្បែរជើងភ្នំក្រវាញមានបរិះពីរនាក់ឈ្មោះណៃម៉ៅនិងណៃសៅអ្នកទាំងពីរគឺជាក្មេងទំនើនប្រចាំភូមិដែលញៀងលបែងផឹកស្រានិងមិនដែលគិតគូររកស៊ីអ្វីជាដុំកំភួនឡើយថ្ងៃមួយពេលកំពុងផឹកស្រាស្រវឹងនៅទីនចុងភូមិពួកគេបានលួចស្ដាប់ឮចាស់ទុំម្នាក់និយាយរៀបរាប់ពីទីតាំងភ្នំបុរាណរបស់មេតបសម័យលង្វែកដែលលាក់ខ្លួនជ្រឺកណ្ដាលព្រៃចាស់ទុំនោះបានបញ្ជាក់ថានៅក្នុងភ្នំនោះមានកប់សុទ្ធតែមាសពេជ្រខ្សែនិងដាវមាសប៉ុន្តែគ្មានអ្នកណាហ៊ានចូលទៅក្បែរទេព្រោះទីនោះមានយន្តការពារនិងមានខ្មោចមេតបយាមកាមយ៉ាងសាហាវបំផុតគ្រាន់តែឮពាក្យថាមាសពេជ្រណៃម៉ៅនិងណៃសៅក៏កើតក្តីលោភលន់ភ្លឺភ្នែកឡើងភ្លាមពួកគេមិនជឿរឿងខ្មោចព្រៃបិសាចឡើយហើយបានលួចរៀបចំផែនការយកចបកាប់និងគប់ភ្លើងចូលព្រៃកណ្ដាលអាត្រៀតដើម្បីទៅកោះយកកំណប់នោះពាក់កណ្ដាលអាត្រៀតមេឃងងឹតស្លុបគ្មានសំបីតាពន្លឺព្រះច័ន្ទនេម៉ៅនិងនេសៅបានដើរវង្វេងទម្លុះព្រៃជ្រៅអស់រយៈពេលជាង3ម៉ោងទើបទៅដល់ទីតាំងដែលគេបានប្រាប់បរិយាកាសនៅទីនោះស្ងាត់ជ្រងំគួរឲ្យខ្លាចសូម្បីតែសំឡេងសត្វល្អិតក៏គ្មានដែរនៅចំកណ្ដាលដើមឈើធំមានចាត់ដីថ្មបុរាណមួយដែលមានសុភាពបាក់បែកនិងមានវល្លិរុំព័ទ្ធជិតឈឹងអ្វីដែលធ្វើឲ្យព្រឺក្បាលនោះគឺនៅជុំវិញភ្នោថ្មនោះមានចងក្រណាត់យន្តពណ៌ក្រហមចាស់រលួយដែលជាសញ្ញាបញ្ជាក់ថាទីនេះត្រូវបានគេទប់អាគមមិនដោយវិញ្ញាណអាក្រក់ចេញមកក្រៃអាម៉ៅអញថាកន្លែងនេះដូចជាសាហាវណាស់វើយមើលយន្តក្រហមនេះចុះក្រែងលោមានខ្មោចមែនពួកយើងគិតមិនទៅអាសៅឯងនេះកំសាកណាស់ខ្មោចមានតែឆ្អឹងខ្លាចស្អីវាបើឯងមិនហ៊ានអញកោះហើយមាវនេះអញយកម្នាក់ឯងដោយសារតែសេចក្តីលោភលន់នេម៉ៅបានយកកំបិតខ្វែវកាប់ផ្ដាច់ខ្សែក្រណាត់យន្តនោះដាច់ខ្ទីរួចយកចបកបុកវាយគាត់ផ្ទាំងសិលាដែលបិទមាត់ភ្នោនោះយ៉ាងកម្រលសំឡេងអ៊ីហ្វេកសំឡេងចបកបុកប៉ះថ្មប្រាំងលាសំឡេងដកដង្ហើមធំពីក្រោមលៃគ្រាន់តែផ្ទាំងថ្មដ៏ធ្ងន់នោះរបើកចេញផ្សែងពណ៌ខ្មៅត្រជាក់ស្រែបបានហុយភាយចេញពីមាត់ភ្នោលីឡំនឹងក្លិនស្អុយឆ្អាបដោយសាកសពរលួយធ្វើឲ្យអ្នកទាំងពីរចង់ក្អួតពួកគេបានយកគប់ភ្លើងបំភ្លឺឆ្លុះទៅខាងក្នុងភ្នោអ្វីដែលពួកគេឃើញធ្វើឲ្យភ្នែករបស់ពួកគេបើកធ្លុងនៅខាងក្នុងនោះគឺគ្រោងឆ្អឹងដ៏ធំមួយកំពុងដេកពាក់អាវក្រោះស្ពាន់បុរាណនៅជុំវិញគ្រោងឆ្អឹងនោះពោពេញទៅដោយកាក់មាសខ្សែត្បូងនិងមានដាវមាសមួយដ៏ធំដាក់នៅក្បាលដៃនីសៃដែលភ័យពីមុនពេលឃើញមាសក៏ប្រែជាលោភលន់ភ្លាមគេបានលូកដៃទាំងពីរចូលទៅក្តោបយកខ្សែមាសពីលើទ្រូងគ្រោងឆ្អឹងនោះប៉ុន្តែរំពេចនោះខ្យល់ក៏ឈប់បក់គ្រោងឆ្អឹងដែលដេកស្ងៀមនោះស្រាប់តែមានសាច់ឈាមរលួយដុះឡើងមកវិញភ្លាមកែវភ្នែកដ៏ប្រហោងរបស់វាបានបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅដោយរងើភ្លើងសម្លឹងមកចំមុខនាយសៅដៃឆ្អឹងដ៏រឹងកំព្រឹករបស់វាបានស្ទក់មកចាប់ច្របាច់កនាយសៅជាប់ដូចដង្កៀបដៃនាយសៅស្រែកបែកបំពង់កខំប្រឹងទាញដៃចេញតែមិនរួចអាម៉ៅជួយអញខងវាចាប់ដៃអញជាប់ហើយអូយឈឺណាស់
នាយម៉ែវឃើញដូច្នេះហើយលបព្រលឹងថយក្រោយដួលអុកគូតទៅនឹងដីវិញ្ញាណខ្មោចមេតបបានងើបអង្គុយឡើងយឺតរាងកាយរបស់វាធំសម្បើមខ្មៅក្រមៅនិងមានក្លិនស្អុយសាកសពភាយចេញមកវាបានទាញយកដាវមាសរបស់វាដែលឥឡូវនេះប្រើជាដាវច្រេះស៊ីប្រឡាក់ឈាមខ្មៅពួកអាទេរឆានឯងហ៊ានបំបែកយ័ន្តហ៊ានលួចទ្រព្យអញថ្ងៃនេះពួកឯងត្រូវតែសងបំណុលឈាមគ្រាន់តែនិយាយចប់ខ្មោចមេតបបានលើកដាវដ៏ធំនោះកាប់ស្មៅចូលចំកណ្ដាលទ្រូងរបស់នាយសៅយ៉ាងសាហាវបំផុតនាយសៅមិនតាន់ទាំងបានស្រែកមួយម៉ាត់ផងក៏ដាច់ខ្យល់ស្លាប់ផ្ងាគួរឈាមនៅមាត់ភ្នំនោះទៅនាយម៉ៅឃើញមិត្តភក្តិត្រូវគេកាប់ស្លាប់នៅមុខភាពលោភលន់ក៏រលាយបាត់អស់សល់តែភាពភ័យខ្លាចដល់ឆ្អឹងខ្នងគេបានស្ទុះងើបរត់បាត់ជើងសោព្រាតទម្លុះព្រៃស្បឺយ៉ាងលឿនដោយដៃនៅក្តោបជាប់នៅចិញ្ចៀនមាសពីរបីវងដែលខ្លួនលួចបានមុននេះនាយម៉ៅខំប្រឹងរត់យ៉ាងណាក៏ហាក់ដូចជាមិនចេញពីព្រៃសោះដើមឈើធំជុំវិញខ្លួនហាក់ដូចជារំកិលបិទផ្លូវរបស់គេអ្វីដែលធ្វើឲ្យគេចង់ឈួតនោះគឺសំឡេងសម្រឹបជើងដ៏ធ្ងន់និងសំឡេងដាវអូសដីគ្រឹតរបស់ខ្មោចមេតួបនៅតែបន្លឺឡើងតាមពីក្រោយខ្នងគេជានិច្ចទោះបីជារត់ដល់ណាក៏ដោយនាយម៉ៅរត់បុកដើមឈើដួលមុតឈាមពេញខ្លួនរហូតទាល់តែសន្លប់បាត់ស្មារតីនៅក្បែរមាត់អូព្រឹកឡើងនាយម៉ៅបានដឹងខ្លួនវិញឃើញខ្លួនឯងដេកនៅមាត់អូក៏ខំប្រឹងដើរត្រេត្រតមកដល់ផ្ទះរបស់ខ្លួនគេបិទទ្វារជិតឈឹងស្មានថាខ្លួនឯងរួចផុតពីសេចក្តីស្លាប់ហើយគេយកចិញ្ចៀនមាសនោះមកលាក់ទុកក្រោមខ្នើយយ៉ាងជិតប៉ុន្តែបណ្ដាសាអ្នកស្លាប់មិនងាយរលត់ឡើយយប់នោះម៉ោង12រំលងអាធ្រាត្របរិយាកាសក្នុងផ្ទះប្រែជាត្រជាក់កកទ្វារផ្ទះត្រូវបានខ្យល់បក់ទម្លុះរបើកក្រៀងអំពូលភ្លើងរលត់អស់ខ្មោចមេតបដ៏ខ្ពស់ត្រដែតបានតាមក្លិនមាសរបស់វាមកដល់ក្នុងបន្ទប់ដេករបស់នាយម៉ៅកែវភ្នែកក្រហមឆ្អៅរបស់វាសម្លឹងមើលនាយម៉ៅដែលកំពុងរុញខ្លួននៅជ្រុងគ្រែទ្រព្យរបស់អញឯងយកទៅណាក៏អញតាមទីយកវិញដែររំពេចនោះដោយសារអំណាចបណ្ដាសាចិញ្ចៀនមាសដែលនាយម៉ៅក្តោបជាប់ក្នុងដៃស្រាប់តែប្រែជាក្តីនំឡើងក្រហមឆ្អៅដូចដែកដុតភ្លើងមាសនោះបានរលាយคล้ายជាទឹកភ្លើងក្តៅគគុកស្រក់ទម្លុះសាច់និងឆ្អឹងដៃរបស់នាយម៉ៅអូក្តៅណាស់ជួយផងយកមាសអញវិញទៅព្រឹកព្រលឹមអ្នកភូមិបានប្រទះឃើញសាកសពនាយម៉ៅមានស្នាមឆេះខ្លោចនៅលើបាតដៃដែលមានបន្សល់ទុកនៅចិញ្ចៀនមាសបុរាណប្រឡាក់ឈាមក្រោយពេលដឹងរឿងរ៉ាវលោកតាអាចារ្យប្រចាំភូមិបានព្រមានយ៉ាងស្រុកកុំឲ្យប៉ះពាល់មាសនោះដាច់ខាតព្រះសង្ឃនិងលោកតាអាចារ្យបានរៀបចំក្បួនយកចិញ្ចៀនមាសនោះនិងសាកសពនាយសៅទៅប្រគល់ជូនភ្នូបុរាណនោះវិញពួកគេបានធ្វើពិធីសូត្រមន្តបង់សកលនិងយកខ្សែសីមាពណ៌ក្រហមថ្មីទៅចងរុំព័ទ្ធភ្នូនោះយ៉ាងតឹងរឹងបំផុតដើម្បីទប់អាគមខ្មោចមេតបកុំឲ្យចេញមកក្រៅរំខានអ្នកស្រុកទៀតចាប់តាំងពីពេលនោះមកព្រៃក្បែរភ្នូនោះក៏คล้ายជាតំបន់ហាមឃាត់ដែលគ្មានអ្នកណាហ៊ានដើរកាត់សូម្បីតែពេលថ្ងៃក៏ដោយរឿងនេះបានបន្សល់ទុកជាមេរៀនប្រដៅចិត្តមនុស្សឲ្យដឹងថាការលោភលន់ចង់បានទ្រព្យសម្បត្តិដែលមិនមែនជាញាតិឈាមខ្លួនឯងជាពិសេសគឺរបស់របរអ្នកស្លាប់វានឹងនាំមកនូវសេចក្តីវិនាសអន្តរាយដល់អាយុជីវិតជាក់ជាមិនខានសូមអរគុណប្រិយមិត្តអ្នកស្លាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានកាយនិទានរឿងរបស់ Channel Cambodian Horror Story របស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមបួងសួងឲ្យលោកអ្នកជួបប្រទះតែសេចក្តីសុខសុវត្ថិភាពកុំភ្លេចចុច like និង subscribe ដើម្បីជាកម្លាំងចិត្តដល់ពួកយើងរាត្រីសួស្តីTick
touch it.